Ok,សួស្តីបងប្អូនស្វាគមន៍ត្រឡប់មកកាន់ channel YouTube ពូ IT អូខេអញ្ចឹងនៅវីដេអូនេះខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹងការ fix VMware ESXi 7ដែលយើងអត់អាចធ្វើការចុច Control Alt Delete បាននៅពេលដែលយើងចូល Action ហើយយើងចុច Control Alt Delete ឬក៏ Guess Send Control Alt Delete វាអត់ដំណើរការណាអូខេពេលដែលយើងចុចទៅវាអត់អាចControl Alt Delete វាអាចឲ្យយើង lock ឬក៏អាច access ចូល Windows បានអូខេចឹងបើសិនជាអ្នកទាំងគ្នាជួបករណីបែបហ្នឹងបងប្អូនត្រូវចូលទៅកាន់កន្លែង console នេះមកហើយយើងត្រូវធ្វើការ download file មួយឈ្មោះថា VMOS ណាបងប្អូនចូលទៅ download file មួយហ្នឹងមកគឺ VMOS អូខេអញ្ចឹងយើងអាចចុច download ទៅវារត់ទៅកាន់ website Broadcom ណាអូខេចឹងបើសិនជានៅក្នុង website Broadcom អ្នកទាំងគ្នាពិបាក down ណាឧទាហរណ៍ថាយើងអាចយើង download បានជាធម្មតានៅក្នុង website Broadcom បងប្អូនត្រូវធ្វើការ register ឬក៏ login ចូលទៅណាអូខេយើងអាច login មកយើងអាច login ចូលមកកាន់ website Broadcom អូខេចឹងយើងអាចដាក់ mail របស់យើងមកតទៅទៀតយើងវាយ passwordអូខេអញ្ចឹងយើងធ្វើការ access ចូលទៅកាន់ website របស់ Broadcom អូខេជានៅក្នុង website នេះយើងចូលមកកន្លែងខ្ញុំសុំ close មកអូខេអញ្ចឹងយើងចូលកន្លែងណាអូខេអញ្ចឹងយើងចូលកន្លែងpostal partner postal បានឬក៏យើងចូលមកកន្លែងmy profile អូខេអញ្ចឹងយើងចូលមកកាន់ website របស់ Broadcom មកយើងវាយពាក្យVMRC ណាអូខេដោយសារឥឡូវ VMware ត្រូវបាន Broadcom ទិញយើងចូលកន្លែងហ្នឹងយើងចូល search យើងធ្វើការ press enter មកអូខេបន្តមកទៀតយើងចូលកន្លែង my download អូខេយើងចូលកន្លែង my download មកបន្តមកទៀតយើងចូលកន្លែង my download ហើយយើងទៅរកប្រដាប់ដែលយើងត្រូវរកហ្នឹងណាគឺVMware console tool ណា VMware remote tool អូខេអញ្ចឹងយើងធ្វើការ download ហ្នឹងអាស្រ័យទៅលើESXi របស់យើងណាអូខេអញ្ចឹងនៅក្នុងហ្នឹងយើងប្រើ ESXi បានវាមាន 7.0 7.8.0 9.0 និង 9.1 ណាអូខេអញ្ចឹងយើងអាចធ្វើការ download បានអញ្ចឹងបើសិនជាយើងប្រើ version 7យើងត្រូវ download នេះ remote console សម្រាប់ version 7អានេះ China version ណាអូខេយើងអាចរក version អង់គ្លេសមកហើយបើសិនជាអ្នកទាំងអស់គ្នាពិបាកនៅក្នុងការ download នៅក្នុង website VMware ណាអូខេបើសិនជាយើងអាចពិបាកនៅក្នុងការ download website VMware យើងអាចធ្វើការ download នៅ website មួយនេះណាអូខេយើងចូលមកកាន់ browser មកយើងគ្រាន់តែវាយ download VMRC របស់ Windows មកអញ្ចឹងយើងនឹងឃើញ website មួយណា website មួយនេះអញ្ចឹងយើងអាចធ្វើការ download បានគឺវាមានតាក់ទងជាមួយនឹងតាំងពី13 12 13អញ្ចឹងទៅអញ្ចឹង version សម្រាប់ ESXi 7យើងអាចចុច 12.5 មកយើងអាចធ្វើការ remote control បានហើយយើងគ្រាន់តែធ្វើការ download វាមកយើងចុច download zip វាមកណាអូខេយើងធ្វើការ download វាមកយើងគ្រាន់តែចុចលើនឹងមកនេះហើយយើងធ្វើការចុចdownload now មកពេលវាដើរចប់វាឲ្យយើង download ហើយណានេះយើងគ្រាន់ធ្វើការ download ទៅហើយយើងធ្វើការតម្លើងវាទៅគឺយើងអាចធ្វើការចុច control alt delete បានហើយអូខេអញ្ចឹងខ្ញុំសូមធ្វើការបិទមកអញ្ចឹងបន្ទាប់ពីយើង download ហើយយើងត្រូវធ្វើការតម្លើងវាមានន័យថាយើង download file ហ្នឹងបានយើងត្រូវតម្លើង file ហ្នឹងណាអូខេអញ្ចឹងបន្ទាប់ពីតម្លើង file ហើយយើងអាចបញ្ជាបានយើងអាចវានឹងបង្ហាញLAN remote control ហ្នឹងណាអូខេអញ្ចឹងយើងអាចចុច launch remote control មកហ្នឹងយើងអាចចុច control alt delete បានណាចុច action មកយើងចុច control alt delete មកអញ្ចឹងយើងអាច access ចូលបានហើយអូខេអញ្ចឹងយើងវាយ password មកចឹងបើសិនជាអ្នកទាំងអស់គ្នាអាចចុច control alt delete បានយើងអាចទៅ download file ហ្នឹងមួយពី website ហ្នឹងមកណាឬក៏ពី website Broadcom បើសិនជាអ្នកទាំងអស់គ្នាគិតថាញ៉ៃអ្នកទាំងអស់គ្នាអាចចូលមកកាន់ website ហ្នឹងបានដើម្បី download ណា download ហើយយើងតម្លើងទៅយើងតម្លើងទៅយើងអាចចុច control alt delete បានហើយបើសិនជាជួបករណីបែបហ្នឹងអូខេចឹងដោយសារខ្ញុំជួបករណីបែបហ្នឹងខ្ញុំ search ទៅគឺគេឲ្យ download file ហ្នឹងដើម្បី
vô từ phở phẻ nè ok bà sân thì dương ở download thế dương ai chơi control a delete bà chi server dương nơi trong năng bàn thế chứ là lớn nhưng ai chơi control a delete bán dương ai lọc cho một can server và dương bàn ấy ok chẳng bóng phó là tôi sẽ nói video nó cũng like follow và subscribe YouTube admin một phóng cho nên chụp nên ở video khỏi để tôi chỉ mùi nâng mì server rồi có Vim rồi có ESI ấy nhưng mà vừa và hai nhóm phó đặc này là channel YouTube của IT